រុនសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ថ្ងៃទី4នៅប្រទេសវៀតណាមហើយនៅក្នុងថ្ងៃទី4នេះដែរពួកយើងមានកម្រងទៅលេងភ្នំស្ពានកញ្ចក់ដែលស្ថិតនៅក្នុងខេត្តឡៃជូវដែលមានចម្ងាយ18គីឡូម៉ែត្រពីទីក្រុងសាប៉ានៃខេត្តឡាវកែសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ដំណើរកម្សាន្តថ្ងៃទី2នៅសាប៉ាហើយឥឡូវនេះដែរពួកយើងកំពុងតែនៅតាមផ្លូវទៅកាន់ស្ពានកញ្ចក់នៅសល់ប្រហែល6គីឡូទៀតពួកយើងទៅដល់ឥឡូវនេះដែរពួកយើងចូលមកញ៉ាំអីពេលព្រឹកសិនបងប្អូនអរគ្នាហើយនៅតាមផ្លូវនេះដែរអត់មានគេលក់អីញ៉ាំទេគឺមានតែកាឡានហើយកឡាននេះគេដុតឲ្យញ៉ាំជាមួយនឹងសាច់អាំងហើយបើតាមការសាកសួរទៅអ្នកដែលរស់នៅតំបន់នេះគាត់ថានៅទីនេះមានបងប្អូនខ្មែរជាងគាត់មកលេងច្រើនគួរសមដែរឥឡូវនេះដែរយើងចាប់ផ្ដើមបន្តដំណើរទៅមុខទៀតហើយបងប្អូនអរគ្នាការធ្វើដំណើររបស់ពួកយើងនេះគឺយើងជួលម៉ូតូគេដែលសម្រាប់ថ្លៃជួលគឺមួយថ្ងៃ130,000 ដុងបើគិតទៅប្រហែលជា$5ហើយអាកាសធាតុផឹកនេះមេឃចុះអាប់ខ្លាំងមែនតើចុះអាប់ខ្លាំងជាងម្សិលមិញទៀតសម្រាប់បងប្អូនដែលមានបំណងមកលេងទីនេះហើយជួលម៉ូតូគេជិះបងប្អូនគាត់តែមានការប្រុងប្រយ័ត្នដែរព្រោះថាមេឃចុះអាប់ហើយពេលខ្លះយើងមើលផ្លូវអត់ឃើញទេឥឡូវនេះយើងបានមកដល់ខ្លងទ្វារចូលទៅកាន់ស្ពានកញ្ចក់ហើយបងប្អូនហើយកន្លែងកម្សាន្តនេះដែរមានឈ្មោះថា Go King Rong Mei So okay then. Picnic place This one get the bus, but you take you up and then go by clean up there. Nó, gọi taxi hả nó? ឥឡូវនេះដែរពួកយើងកំពុងតែធ្វើដំណើរតាមរយៈតាក់ស៊ីឡើងទៅលើភ្នំដែលតាក់ស៊ីគឺគេ free ទេបងប្អូនអរគ្នាពេលយើងឡើងមកដល់កន្លែងនេះគឺយើងត្រូវឡើងតាមចរាយងមកដំណាក់កាលសិនទើបយើងមកដល់កន្លែងលក់សំបុត្រសម្រាប់ថ្លៃសំបុត្រគឺម្នាក់$50,000 ដុងបើគិតជាលុយដុល្លារប្រហែលជា$19ឥឡូវនេះយើងបានទិញសំបុត្រចប់រួចរាល់ហើយយើងក៏ធ្វើដំណើរតាមរយៈផ្លូវរូងខាងក្រោមភ្នំហ្នឹងទើបយើងមកដល់ចរាយងមួយទៀតដែលជាចរាយងសម្រាប់ឡើងទៅខាងលើបងប្អូនអរគ្នានៅខាងមុខពួកយើងនេះដែរគឺជាគ្រឿងបង្គំរបស់ចរាយងហើយគ្រឿងបង្គំទាំងនេះដែរគឺគេសាងសង់ឡើងដោយភ្ជាប់គ្នាជាមួយនឹងថ្មភ្នំតែម្ដងសួស្តីអ្នកនរគ្នាឥឡូវនេះពួកយើងមកដល់ស្ពានកញ្ចក់ហើយសម្រាប់ស្ពានកញ្ចក់នេះដែរមានកម្ពស់600 ម៉ែត្របងប្អូនអរគ្នាដែលយើងគិតពីផ្ទៃដីខាងក្រោមមកហើយនៅទីនេះក៏មានស្ពានយោលមានអាងទឹកហើយនិងកន្លែងកម្សាន្តផ្សេងទៀតផងដែរពេលដែលពួកខ្ញុំមកដល់ទីនេះពួកខ្ញុំបានជួបជាមួយនឹងបងប្អូនខ្មែរយើងផងដែរដែលពួកគាត់មកពីភ្នំពេញបងប្អូនដោយសារតែផឹកនេះមេឃចុះអាប់ខ្លាំងចឹងហើយយើងមើលទៅទេសភាពក៏មើលអត់បានច្បាស់ដែរមេឃឆ្លាស់បានតែ5នាទីតែ10នាទីក៏ចាប់ផ្ដើមចុះអាប់វិញchocolate ឥឡូវនេះយើងចុះមកខាងក្រោមវិញហើយបងប្អូនអ្នកគ្នាពួកយើងអត់បានឡើងទៅខាងលើបន្តទៀតទេដោយសារតែពេលយើងមានខ្លីដែរហើយយើងត្រូវទៅកន្លែងផ្សេងបន្តទៀត Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Không được chẽ nè. បងប្អូនអរគ្នាឥឡូវនេះយើងកំពុងតែធ្វើដំណើរត្រឡប់ទៅវិញហើយបន្តិចទៀតនេះយើងជួបគ្នានៅសាប៉ាម្ដងទៀតឥឡូវនេះយើងបានមកដល់សាប៉ាវិញហើយបន្ទាប់ទៀតនេះយើងនឹងទៅViet Trekking Cafe ដែលទីនេះជាហាងកាហ្វេមួយដែលអ្នកទេសចរជាច្រើនគាត់មកលេងក៏ដែររំលងទេគេចូលចិត្តមកកន្លែងហ្នឹងដោយសារតែនៅខាងមុខហ្នឹងមានទេសភាពជួរភ្នំហើយនឹងយើងអាចមើលឃើញរថភ្លើងដែលគាត់ឆ្លងកាត់នៅខាងមុខនេះផងដែរហើយរថភ្លើងនេះហើយជារថភ្លើងដែលពួកយើងធ្វើដំណើរទៅកាន់ភ្នំហ្វានស៊ីប៉ានកាលពីម្សិលមិញបងប្អូនបាត់តាមគេទៅ ឥឡូវនេះយើងបានចេញពី Viet Trekking Cafe ហើយយើងបន្តដំណើរទៅកាន់ Cat Village ឬក៏នៅទីនេះគេហៅថាបានកាតហើយសម្រាប់ការចូលទៅទស្សនា Cat Village នេះដែរគឺយើងត្រូវទិញសំបុត្រដែលសំបុត្រម្នាក់តម្លៃ$150,000ដុល្លារគឺជាលុយដុល្លារប្រហែលជា$5.70 សេន Cat Village នេះដែរគឺជាភូមិរបស់ជនជាតិភាគតិចម៉ុងខ្មៅដែលដើមឡើយពួកគាត់រស់នៅតាមដងទន្លេយ៉ាងសេប្រទេសចិនហើយពួកគាត់ក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃជនជាតិមាវនៅក្នុងប្រទេសចិនផងដែរពួកគាត់បានធ្វើចំណាក់ស្រុកដោយសារតែបញ្ហាចំនួនការបង្ក្រាបនិងការស្វែងរកដីថ្មីដើម្បីរស់នៅហើយរបៀបនៃការចំណាក់ស្រុកនេះដែរគឺគាត់ចាប់ដើមធ្វើចំណាក់ស្រុកបន្តិចម្ដងចុងមកភាគខាងត្បូងនិងឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍ដីគោកហើយជនជាតិម៉ុងខ្មៅនេះដែរចាប់ផ្ដើមចូលមកភាគខាងជើងនៃប្រទេសវៀតណាមគឺសាប៉ានេះឯងការចូលមករស់នៅរបស់ជនជាតិម៉ុងខ្មៅគឺប្រហែលជា300ឆ្នាំមុនដែលនៅចុងសតវត្សទី17និងដើមសតវត្សទី18ជនជាតិម៉ុងនេះដែរមានរស់នៅច្រើនបំផុតគឺនៅក្នុងប្រទេសចិនបន្ទាប់មកមាននៅវៀតណាមឡាវថៃសហរដ្ឋអាមេរិកនិងមាននៅបារាំងផងដែរបាទនេះគឺជាប្រវត្តិខ្លះៗរបស់ជនជាតិម៉ុងឥឡូវនេះយើងធ្វើដំណើរបន្តទៅមុខទៀតដែលខាងមុខនោះក៏មានទឹកធ្លាក់ផងដែរនៅ Cat Village នេះដែរការរៀបចំគឺបែបជនជាតិដើមភាគតិចមិនថាតែផ្ទះសម្បែងហាងឬមួយក៏ភូមិឋានទេគឺយើងមើលទៅមានទម្រង់ជាភូមិរបស់ជនជាតិតែម្ដងបន្ទាប់ពីដើរមើលជុំវិញភូមិគេហើយឥឡូវនេះយើងបានចេញទៅវិញហើយបងប្អូនអរគ្នាហើយពេលធ្វើដំណើរឡើងមកលើវិញពួកយើងធ្វើដំណើរតាមរយៈម៉ូតូឌុបតែម៉ូតូឌុបនេះដែរគេយកយើងក្នុងតម្លៃ$40,000ដុល្លារក៏ជាលុយដុល្លារប្រហែល$1កន្លះឥឡូវនេះយើងបានមកដល់កន្លែងកម្សាន្តចុងក្រោយរបស់ពួកយើងហើយបងប្អូនអរគ្នាហើយទីនេះគេហៅថា Moana Cafe ឬក៏ Moana Sapa ហើយនៅទីនេះដែរគេក៏មានរៀបចំរូបសំណាកផ្សេងៗដូចជាកន្លែងឲ្យយើងថតរូបបានផងដែរដូចជានៅកន្លែងនេះចឹងគេមានរៀបចំជាខ្លោងទ្វារ Handara Gate ដែលមានទីតាំងដើមនៅលើកោះបាលីហើយបើយើងបន្តដំណើរមកមុខទៀតយើងនឹងបានឃើញនៅបាតដៃ
ដែលស្តៀងគ្នាទៅនឹងស្ពានមាសនៅដាណាងឬក៏គេហៅថា Golden Bridge ហើយនៅជាប់គ្នានេះដែរគេក៏មានរៀបចំជា Kiss Bridge ដែលមានទីតាំងដើមនៅកោះត្រល់ផងដែរហើយនឹងមានរូបសំណាកទេពធីតាព្រះអាទិត្យដែលគេហៅថា God Sun ឬក៏ Goddess Statue បងប្អូនអរគ្នាសម្រាប់ការចូលទស្សនានៅទីនេះគឺយើងត្រូវទិញសំបុត្រគេដូចគ្នាដែលសំបុត្រគេក្នុងតម្លៃម្នាក់ $90,000 ដុល្លារគឺជាលុយដុល្លារប្រហែលជា$3.40 សេនហើយសម្រាប់សំបុត្រដែលយើងបានទិញគឺយើងអាចដូរយកភេសជ្ជៈឬក៏កាហ្វេបានម្នាក់មួយកែវផងដែរវីដេអូនៅថ្ងៃទី4នេះក៏មានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នានៅថ្ងៃស្អែកដែលពួកយើងនឹងត្រឡប់ទៅហាណូយវិញបាយបាយ